សម្ដេចតេជោហ៊ុនសែនបានទម្លាយថាសម្ដេចធ្លាប់បានជួយនាយករដ្ឋមន្ត្រីថៃក្នុងនោះគឺមានលោកឪពុកលោកថាក់ស៊ីននិងម្ដាយមីងលោកស្រីយីងឡាក់ដោយកាលពីថ្ងៃសុក្រទី20ខែមិថុនាឆ្នាំ2025កន្លងពេលទៅថ្មីនេះសម្ដេចតេជោហ៊ុនសែនបានបង្ហោះនៅសារសំណេរមួយដែលមានការភ្ញាក់ផ្អើលជាខ្លាំងអំពីការទម្លាយរឿងធ្លាប់បានជួយគ្រួសារនាយករដ្ឋមន្ត្រីថៃដោយនៅក្នុងសំណេរនោះសម្ដេចតេជោហ៊ុនសែនក៏បានផ្សារភ្ជាប់ជាមួយនឹងព្រះតេជគុណឪសុទ្ធដែលត្រូវបាននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចបវរមហាធិបតីហ៊ុនម៉ាណែតបានស្វាគមន៍ទទួលយកមកគង់នៅប្រទេសកម្ពុជាផងដែរដោយការបង្ហោះសំណេរទាំងស្រុងមានដូចតទៅខ្ញុំព្រះករណាសូមចូលរួមអបអរសាទរជាមួយព្រះតេជគុណឪសុទ្ធដែលត្រូវបាននាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតស្វាគមន៍ទទួលយកមកគង់នៅកម្ពុជាខ្ញុំសូមអរគុណនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងរាជរដ្ឋាភិបាលកម្ពុជាដែលមានចិត្តសប្បុរសសម្រាប់លោកឪសុទ្ធនិងសង្ឃឹមថានាយករដ្ឋមន្ត្រីនឹងទូលស្នើសុំព្រះមហាក្សត្រប្រគេនសញ្ជាតិខ្មែរដល់លោកឪសុទ្ធផងដែរដើម្បីព្រះអង្គបំពេញការងារក្នុងនាមជាជនជាតិខ្មែរខ្ញុំសង្ឃឹមថារឿងលោកឪសុទ្ធមិនបង្កការរំខានដល់ទំនាក់ទំនងកម្ពុជាថៃឬថាជាការលូកដៃចូលកិច្ចដីក្នុងរបស់ថៃនោះទេព្រោះកម្ពុជាក៏មិនអនុញ្ញាតឲ្យលោកឪសុទ្ធកសាងកម្លាំងប្រឆាំងជាមួយថៃនោះដែរម្យ៉ាងទៀតរឿងលោកឪសុទ្ធក៏មិនមែនជារឿងថ្មីនោះដែរព្រោះខ្លួនខ្ញុំក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់ជួយដល់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីននិងអតីតនាយករដ្ឋមន្ត្រីយីងឡាក់ដែលជាឪពុកបង្កើតម្ដាយមីងបង្កើតរបស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នផងដែរនៅពេលទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជាកាលពីខែមេសាឆ្នាំ2025កន្លងទៅក្រៅពីកម្មវិធីផ្លូវការយើងមានកម្មវិធីគ្រួសារដោយនាយករដ្ឋមន្ត្រីថៃអ៊ុងអ៊ីងនិងស្វាមីបានមកទទួលទានអាហារនៅផ្ទះខ្ញុំមុនពេលចាកចេញនាយករដ្ឋមន្ត្រីថៃបានសុំមើលបន្ទប់ដែលឪពុករបស់គាត់និងម្ដាយមីងរបស់គាត់សម្រាប់ព្រោះផ្ទះរបស់ខ្ញុំបានរក្សាបន្ទប់2ជូនបងប្អូនទាំងពីរនាក់បន្ទប់មួយខ្ញុំដាក់ឈ្មោះថាបន្ទប់ថាក់ស៊ីននិងបន្ទប់មួយទៀតមានឈ្មោះថាបន្ទប់យីងឡាក់ស្វាមីនាយករដ្ឋមន្ត្រីថៃបានថតជាវីដេអូនៅបន្ទប់ទាំងពីរនេះមនោសញ្ចេតនារយៈពេល30ឆ្នាំរវាងគ្រួសារទាំងពីរត្រូវបានបំផ្លាញដោយការបែកធ្លាយនៃការសន្ទនាតាមទូរស័ព្ទដោយមន្ត្រីកម្ពុជាណាមួយដែលមានកំហឹងចំពោះការប្រមាថមកលើរូបខ្ញុំនិងនាយករដ្ឋមន្ត្រីកម្ពុជាថាមានវិជ្ជាជីវៈហើយនេះគឺជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការទម្លាយអំពីរឿងដែលសម្ដេចតេជោហ៊ុនសែនធ្លាប់បានជួយអតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ីននិងអតីតនាយករដ្ឋមន្ត្រីលោកស្រីយីងឡាក់ផងដែរសូមអរគុណចំពោះការតាមដានទស្សនាវីដេអូបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តសូមកុំភ្លេចជួយ like និង subscribe channel របស់ពួកយើងដើម្បីទទួលបានព័ត៌មាននិងចំណេះដឹងថ្មីៗបន្ថែម subscribe for more